បាទជំរាបសួរបាទអ៊ំហើយអ៊ំពូបាទដែលនៅខាងស្រុកកំណើតរបស់ខ្ញុំនេះគឺថានៅឃុំកោស្រុកព្រៃឈរបាទខេត្តកំពង់ចាមនៅភូមិតាមាសហើយថ្ងៃនេះគឺថាខ្ញុំបាទខណ្ឌច័ន្ទសុផលមានវត្តមានបាទនៅឯខាងទឹកដីផ្ទាល់ស្រុកកំណើតរបស់ខ្ញុំបាទនេះគឺថាបានសូមជួបជាមួយពូអ៊ំដែលជាលោកគ្រូក៏ដូចជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិនេះគឺថាគាត់បានសូមមានចំណាប់អារម្មណ៍បាទទៅប្រាប់បងប្អូននៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាបងពូនៅសហរដ្ឋអាមេរិកក្តីកាណាដាក្តីជប៉ុនបាទនៅកូរ៉េដែលកំពុងតែតាមដានព្រឹត្តិការណ៍សង្គមបាទដែលគេហៅថាកើតឡើងថ្មីនេះពីការគេហៅថាការបំពានច្បាប់ការល្មើសច្បាប់ហើយក៏ដូចជាការដែលប្រើញុះញង់ឲ្យមានពើហិង្សាវាយដំច្រំធាក់ទៅលើកងកម្លាំងសន្តិសុខខណ្ឌដូនពេញបាទឃើញថាយ៉ាងចាស់ដៃមានទាំងរូបភាពមានទាំងវីដេអូហើយបងប្អូនដឹងហើយនេះមិនមែនជាការចលនានៃគេថាការផ្ទុះឡើងរបស់ប្រជាពលរដ្ឋទេគឺជាការប្រមូលផ្ដុំរបស់ក្រមលោកស្រីមូសុខួរដែលមានគេថាដាក់បំពង់ទីបជ័រនោះបាទដែលក្នុងហ្នឹងមានដាក់សរសៃដែកចូលហើយមានចាក់ស៊ីម៉ង់ហើយដាក់ទង់ជាតិបន្លំបាទនេះគឺជាចេតនានៃការដែលប្រុងប្រៀបរៀបចំខ្លួនបាត់ទៅហើយពេលនេះគឺថាខ្ញុំបកគលភារកិច្ចនេះឲ្យលោកអ៊ំបាទលោកអ៊ំវ៉េបាទដែលជាអនុប្រធានភូមិពីមុនបាទឥឡូវសូមជួបគាត់បាទមានសួរលោកអ៊ំបាទអានេះគោលភារកិច្ចជូនអ៊ំដែលមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះព្រឹត្តិការណ៍15កក្កដាកន្លងមកបាទនៅក្នុងនេះសូមអរគុណចំពោះលោកដែលបានមកសម្ភាសនៅក្នុងភូមិតាមាសទឹកដីឃុំកោនេះជាទីគោរពនិងជាទីរាប់អានបាទដោយម្យ៉ាងដោយឃើញថានៅថ្ងៃ15នេះបាទគួរឲ្យសោកស្ដាយដែរសោកស្ដាយថាមិនគួរបាទមិនគួរដែលមានភាពអនាធិបតេយ្យគេថាម្យ៉ាងគេថាដោយពួកណាគេថាពួកអដែងមួយចំនួនតូចបាទពួកអដែងអនាធិបតេយ្យមួយចំនួនតូចដែលមានសកម្មភាពបាទវាមានសកម្មភាពមួយគឺថាបាតកម្មនឹងអត់មានច្បាប់ទម្លាប់ទេហើយគេថាមានភាពមួយអនាធិបតេយ្យអញ្ចឹងឃើញថានៅប្រទេសយើងគឺថាវាមានច្បាប់អញ្ចឹងអត់មានគោរពច្បាប់ទេភាពអនាធិបតេយ្យឃើញថាវាមានការវាយអញ្ចឹងលើសន្តិសុខយើងសម្រាប់ការពារសម្រាប់មើលខុសត្រូវនៅតាមមូលដ្ឋានឃើញថាវាមានភាពអនាធិបតេយ្យវាមានដំបងណាគេថាមានការវាយទៅលើសន្តិសុខយើងដោយគ្មានត្រាបណ្ណ័យនេះហើយដែលឃើញថាដែលជាអ្នករងគ្រោះគឺថាខ្មែរហើយនឹងខ្មែរបាទឃើញថាសម្លាប់ខ្មែរគ្នាឯងអត់មានគោរពច្បាប់អញ្ចឹងជាសំណូមពរខ្ញុំចង់បានចេះចង់បានថាឲ្យច្បាប់បាទឲ្យច្បាប់នឹងដើម្បីថាធ្វើយ៉ាងម៉េចដាក់ទោសអ្នកប្រព្រឹត្តខូខើគឺថាបំពេញលើច្បាប់នេះគឺថាឲ្យច្បាប់ក៏ដាក់ជាទម្ងន់ហើយម្យ៉ាងទៀតឃើញថារឿងហេតុតែកើតឡើងកន្លងមកគឺថាពួកភាពអនាធិបតេយ្យនេះថាគ្មានច្បាប់ទេគឺថាកន្លងមកគឺថាតាមអំពើចិត្តដែលវាពើព្រៃផ្សៃមានការគៀបសង្កត់មកលើរដ្ឋាភិបាលឃើញថាវាអត់មានយកច្បាប់មកដាក់ក្នុងខ្លួនទេឃើញថាវាមានភាពអនាធិបតេយ្យគឺថាវាជាលក្ខណៈមួយអានេះព្រៃផ្សៃបើតាមមើលទៅអានេះប៉ុលពតគ្នាជាគ្នាបាទវាមានកាប់សម្លាប់អត្រាបណ័យរឿងហេតុដែលកើតឡើងគឺថាចឹងហើយឃើញថាកន្លងមកឃើញថាអាយឧត្តមសំរងស៊ីក៏នៅឆ្ងាយនេះអញ្ចឹងដល់មានរឿងហេតុដែលកើតមានគឺថាយកសំរងស៊ីដើម្បីមកជួយអន្តរាគមន៍ដើម្បីដោះលែងបាទដើម្បីយកលេសដោះលែងអ្នកដែលប្រព្រឹត្តខុសបាទអញ្ចឹងគឺថាក្នុងនាមខ្ញុំដែលជាប្រជាពលរដ្ឋនៅក្នុងភូមិតាមាសឃុំកោនេះគឺថាមានការខឹងបាទមានការខឹងយ៉ាងខ្លាំងគឺថាវាមានភាពមួយអនាធិបតេយ្យគឺថាគួរណាស់ដែលយើងគិតថាជួយយ៉ាងម៉េចដើម្បីណាជួយកសាងប្រទេសជាតិឲ្យបានរីកចម្រើន
ដើម្បីឲ្យមានសន្តិភាពបាទរឹតតែបានខ្លាំងក្លាជាងនេះតទៅទៀត បាទឥឡូវនេះជំរាបសួរលោកគ្រូកៅជាង4បាទហើយឥឡូវនេះគឺថាបកគលភារកិច្ចបន្ទាប់ពីលោកអ៊ំវេបានបកស្រាយយ៉ាងក្បោះក្បាយអំពីចំណាប់អារម្មណ៍ទស្សនវិស័យរបស់គាត់ឥឡូវនេះបកគលភារកិច្ចជូនគ្រូ4បាទឲ្យមានគេថាចំណាប់អារម្មណ៍យ៉ាងម៉េចដែរនៅក្នុងព្រឹត្តិការណ៍កន្លងមកនៃការតាមដាននយោបាយរបស់លោកគ្រូបាទសូមអញ្ជើញបាទខ្ញុំកៅជាង4អតីតនាយកដែលបានចូលនិវត្តន៍តាំងពីឆ្នាំ2007មកបាទហើយខ្ញុំមុនមានមតិខ្ញុំសូមឯកភាពចំពោះទស្សនៈលោកអតីតមេឃុំកោបាទខ្ញុំជាជនមួយរូបខ្ញុំទុំមានសេចក្តីរំភើបសប្បាយនឹងអបអរសាទរដែលសម្ដេចអគ្គមហាសេនាធិជូបានយកចិត្តទុកដាក់ធ្វើពិធីដង្ហែព្រះបរមអធិធាតុបាទនៅថ្ងៃ10ដល់12នោះស្រាប់តែពេលដែលប្រមាណកន្លងរួចមកមហាក្សត្រខ្ញុំនិយាយថាសម្ដេចម៉ែចុះបានថ្លែងសារអបអរសាទរអរគុណសម្ដេចដែលបានយកចិត្តទុកដាក់ឲ្យសមជាវីរក្សត្រមួយដ៏ឧត្តមឧត្តមប្រហែលជាពួកជនអកតេមួសុខួរនឹងក្រុមប្រមាណអ្នកនឹងបែរតូចចិត្តមិនបានត្រូវស្ដេចទៅសើបានធ្វើបាតកម្មហើយទីលានបាតកម្មនេះជាទីលានមួយដែលគេមិនមែនបាត់អីណាព្រោះថាអង្ការនៅមុនចំនួនដែលធ្វើនៅផ្លូវវិញស្រីនោះមិនទាន់សាវជ្រាវអស់បាទគេមិនទាន់បើកប៉ុន្តែពួកអស់នេះយកអាវេទិកាដែលទីលានប្រជាធិបតេយ្យនេះគឺរដ្ឋាភិបាលអ្នកបង្កើតមិនមែនពួកអស់នោះអ្នកបង្កើតណាប៉ុន្តែពួកនេះចង់កាន់កាប់ធ្វើជាលេសជាទីតាំងអាណាធិបតេយ្យហ្មងបាទប្រមូលលុយមូលនិធិបាទពីស្រុកគេបោកគេស្រុកគេមកបាទព្រោះឲ្យតែមានបញ្ហាស្អីនោះគេអត់គិតពីថាក្នុងស្រុកខ្មែរនឹងពួកនឹងបោកប្រាប្រជាជនគេគិតថាយកទីលានសម្រាប់បោកទៅខាងអន្តរជាតិបាទបង្កជាចលាចលបាទហើយខ្ញុំសូមមានមតិចំពោះខ្ញុំមានសេចក្តីឈឺចាប់នឹងឃើញព្រឹត្តិកម្មដែលអក្រិតដ៏អក្រិតដែលពួកដែលប្រៃផ្សាយនេះខ្លួនមិនមែនជាបើខ្ញុំថាមិនមែនពេញសិទ្ធជាតំណាងរាស្ត្រទេព្រោះថាអត់បានចូលស្បត់បាទខ្ញុំពួកទាំងប្រមាណនេះខ្ញុំមិនហៅឯកឧត្តមទេខ្ញុំហៅនៅជនក្បត់ជាតិឡើយពីព្រោះថាអត់ទាន់បានចូលផឹកទឹកសម្បត្តិព្រះបរមរាជវាំងគេឲ្យស្បត់ជាមួយព្រះមហាក្សត្រឯទៅស្បត់ឯណាណោះក៏វត្តឲ្យថាកន្លែងហ្នឹងសំខាន់ជាងមានប្រសិទ្ធជាងនៅវាំងអញ្ចឹងបានទឹកលេងពូនេះស្អប់ទាត់ចោលស្ដាច់បាត់ហើយបាទកាលដែលគេអត់គោរពរបបរាជានិយមបាទអត់គោរពទេហើយបងប្អូននឹងស្រាប់ហើយតាបងប្អូននិយាយតាដឹងស្រាប់ហើយអានឹងវាពុះវាក្បត់ជាតិស្រាប់ហើយណាបើនិយាយឡើងហើយទៅគាត់ថាគេស្បត់គេធ្វើស្បត់គេធ្វើអានសារទៅតាមស្អីទៅតាមពាក្យស្បត់ស្បែប្រនិទានបាទមុខគេហៅថាព្រះរាជបល្ល័ង្កដូចជាព្រះមហាក្សត្របាទហើយបងប្អូនសង្គម Facebook ពិចារណាតាមមតិខ្ញុំសិនឥឡូវតាំងពីខ្ញុំអាយុឥឡូវនេះមកដល់ឥឡូវនេះវា68ឆ្នាំហើយខ្ញុំឆ្នាំកោខ្ញុំមិនផអាយុយកទៅអីទេខ្ញុំតាំងពីអើយមកខ្ញុំមិនដែលឃើញប្រទេសណាកុំថាដល់ប្រទេសខ្មែរសូមប្រទេសដែលគេថាមហាសេរីក៏ដោយគេមិនដែលឃើញប្រជាពលរដ្ឋទៅវាយសមត្ថកិច្ចទេហើយសមត្ថកិច្ចនឹងមានទៅធ្វើអីសមត្ថកិច្ចការពារសន្តិសុខឲ្យអ្នកឯងធ្វើបាតកម្មហើយបាតកម្មនោះវាខុសច្បាប់ទៅទៀតណាហើយទៅវាយនឹងវាយហើយចោទថារដ្ឋាភិបាលធ្វើគម្រោងណែតើវាយឯងគិតមើលបាទវាយខ្ញុំឃើញកំពង់ទីតឃើញគេដងតុងនឹងស្មានតែដងតុងធម្មតាកំពង់ពីជួណាស្រាប់តែម៉ែលោកអើយនៅក្នុងដងតុងជាតិនឹងធ្វើជាប៉ុណ្ណឹងទៅវិញមានដែកសរសៃមានចាក់បេតុងបាទខ្ញុំឆ្ងល់គាត់កំពង់ទីតវាយគូមនុស្សបែកឈាមហូរឈាមតំបន់ម៉ែ
Giáp tại đó miền cao sài một thứ sao tại chạ xì mong lúc thôi mô tô tục tục lắm á nhà tục tục lắm trong thà này anh mình bàn thứ sài đi đấy này anh nó rùm cái đất đấy bố mô tô tục tục lắm á giờ không có bàn cam nó khơi là bố nó chu cho nó viêm ra lần và đất tầng bay chạm màu bậc sông pin đất mơ tơ là bong là đong cho nó vừa trơn chiêng sao mà tắc cây từ tiết và vay kia lược dập đây dập pe hơi slop hơi nó vay tiết mà mét nó chưa không mày ba tạc cam đây khuôn anh ô thà thưa ba tạc cam hằng xa còn tay hằng xa đi riêng trong tục tiết và riêng trong tục tiết bố dương khơi ta phong đong cho mét chạm mà mong là hứng phim na tổ ngay và khi ông chia bị chia chân mùi rút khơi thả rót thả bị bà nó auto chia sài oi pu mơ on đây thấy nó là món đằng luôn nó viêm mà chất mà cha mấy bao cha ruồi đó auto lược lên tô chặt mít oi thu pan cam nó hộp khai hộp ngày nào của pan cam này không mà cha trong đam tam ca bị phía thu tia sang cái sai rồi bo ai đom sấy mẹ này cái rồi mi còn tham mà cha pan cam còn bây giờ sai sắp đồn chiềng mà cho làm miền tập bây giờ sắp ngày gió lắm à hô hát bà hạt đôi chia nè đây mình đang khơi thơ tập ban cam nhức nhớ hơi rồi tham việc ba mình chập cổ hướng còn máu nó tham ăn ta rồi tham việc ba nó tranh đai hơi thơ những cái thơ thở ba mình hiền mót cà pít cái cam cái rạ xa mà chia chôn cái cam này nhá bỏ tốt miếng cầm plương phong miếng bột phong cái cầm chặt ban mò ai đây được tỷ và chắc ban nó không đây cái trong thương mấy các bạn này này không cho bạn được tê đó hồi bàn chất bàn kia mình to nó bàn chất đến thưa lại đấy mà đong này trong sườn lồng po đó ra thay với ba mình đang chờ ra tham ba miền trong nát ca chẳng mấy phần là nhóm chia mà tép to rồi bỏ trong cao chỉ muốn trong sườn lồng po tha tới tại chôn miền tôi không ho tới tôi từ đòi từ la ca bà đòi chấp bắp bà đòi cùng lực lên cùng ăn xia này bà chân đây vì chưa tầm lọp mùi hay ta mà nước canh đã đằng khói và rất ăn ấy xong tô rồi có dơn vô bãi đằng bay cho chạc này bà làm mày cho chạc bật sân từ lực lên tôi mà lo lưng tiết buồn đi bạn này ơi bà thưa miền ngay chụp với là sập tay nâng miền chụp mình cho thì bà nhom sông bị cha na mùi tiệt dương dây pi buộc tầm đây cái dây lá Americ ấy có Americ nè Americ bực trong sạp po là miếng trong sạp trong chỉ mà nữ tay từ xoay vô nó bật trong nơi chưa nó bọt trong lư thà nơi ngày mùi nó thà sạp hi Americ bạn đăng nom cả lang bài chia pioi nè cả nông từ bật plei xây na nó cứ tha con sắm mặt cái đó bù nó chặt quay khăn nó hùn lang lán nè nó kê mà đấy thôi kê cái tha mà ha cái là bật chia thơ bật tài nè mà bật ra bật chia thơ bật tài rồi nó không ai nè nè mình toàn đừng trồn sắp bọt phong nè anh tranh cho nào sao mau đã cầm niếp mau bằng qua mình chia mau tuốt theo rót hai ba là vinh nè yang xôm cùng Facebook bị trả na mà từ tam tổng vừa đó bỏ bộ anh ấy mình chia cầm mình chia không ai thế lấy Obama tha mấy Obama thế mua dầu hô nó miên sự thiệt bỉ nè sự thiệt không ai nâng sự thiệt American lấy Obama thà luôn ai thưa cầm hô luôn ai American khai kia miên này khai kia mình chơi to chẳng nói su thằng ai vô thưa cầm hô nó sao không ai nữa nè đang nơi sao không ai mà mấy ai
បតមានសញ្ជាតិជាបរទេសมันអាចមកត្រួតត្រាมันអាចធ្វើដឹកនាំអាណាធិបតេយ្យនៅក្នុងប្រទេសខ្មែរបានទេបើណា